តម្លៃប្រេងសាំងឯនឹងមានការធ្លាក់ចុះវិញលឿនខ្លាំងមែនទែនក្រោយពីកិច្ចប្រជុំបន្ទាន់ក្រុមប្រទេស OPEC Plus នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃស្អែកនេះតែម្ដងដើម្បីពិភាក្សាអំពីការបញ្ចេញប្រេងបំរុងបន្ថែមទៀតដើម្បីបង្ក្រាបតម្លៃប្រេងដែលកំពុងតែឡើងថ្លៃ OPEC Plus ដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីដែលគ្រប់គ្រងប្រេង 40% នៃពិភពលោកនឹងបើកកិច្ចប្រជុំវិសាមញ្ញដើម្បីដោះស្រាយវិបត្តិតម្លៃប្រេងលើស$110ក្រុមប្រឹក្សាក្រុមពិភាក្សាលើការបង្កើនការផ្គត់ផ្គង់ដើម្បីទប់ស្កាត់ការកើនឡើងដល់$150ដែលអាចនឹងទម្លាក់តម្លៃមកវិញឬមួយក៏បង្កជាវិបត្តិសេដ្ឋកិច្ចការវិភាគលទ្ធផលកិច្ចប្រជុំវិសាមញ្ញរបស់ OPEC Plus នៅថ្ងៃស្អែកនេះតែម្ដងតាមការវិភាគយុទ្ធសាស្ត្រលទ្ធផលអាចចេញជាពីរច្រកណាបងប្អូនណាច្រកទី1តម្លៃចុះវិញប្រសិនបើ OPEC Plus ដឹកនាំដោយអារ៉ាប៊ីសាអូឌីតយល់ព្រមតាមសំណើអាមេរិកនៅក្នុងការបញ្ចេញប្រេងបំរុងនិងបង្កើនផលិតកម្មជាបន្ទាន់ដើម្បីបំពេញចន្លោះខ្វះខាតពីអ៊ីរ៉ង់នោះតម្លៃប្រេងនឹងចុះធ្លាក់មកវិញភ្លាមៗតែម្ដងអាចចុះក្រោម$90វិញចំពោះច្រកទី2វិញតម្លៃនៅតែបន្តឡើងប្រសិនបើ OPEC Plus នឹងសម្រេចចិត្តស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ឬមួយក៏បង្កើនផលិតកម្មតិចតួចដើម្បីទុកចំណេញពីតម្លៃខ្ពស់នោះតម្លៃប្រេងនឹងបន្តហក់ឡើងលើស$120ដើម្បីត្រៀមខ្លួនសម្រាប់ព័ត៌មានថ្មីនេះគឺជាចំណុចយុទ្ធសាស្ត្រ3ដែលអ្នកវិភាគកំពុងតែផ្ដោតខ្លាំងបំផុតចំណុចទី1ចំហរបស់អារ៉ាប៊ីសាអូឌីតតើពួកគេនឹងយល់ព្រមបង្កើនការផលិតដើម្បីជួយអាមេរិកបញ្ចុះតម្លៃប្រេងឬមួយក៏បន្តរក្សាតម្លៃដើម្បីចំណេញថវិកាជាតិចំណុចទី2ប្រតិកម្មរបស់រុស្ស៊ីនៅក្នុងនាមជាសមាជិក OPEC Plus ដ៏សំខាន់រុស្ស៊ីគឺអាចនឹងរៀបរៀងការបង្កើនផលិតកម្មដើម្បីទុកឲ្យតម្លៃប្រេងនឹងគឺឡើងថ្លៃហើយធ្វើឲ្យអាមេរិកនិងអឺរ៉ុបនឹងគឺជួបវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងចំណុចទី3ការប្រើប្រាស់ប្រេងបំរុងយុទ្ធសាស្ត្រ SPR តើបណ្ដាប្រទេសមហាអំណាចនឹងព្រមព្រៀងគ្នាបញ្ចេញប្រេងរាប់លានបារ៉ែលមកក្នុងទីផ្សារនៅក្នុងពេលតែមួយដែរឬទេប្រសិនបើមានសញ្ញាវិជ្ជមានពីកិច្ចប្រជុំនេះតម្លៃប្រេងគឺអាចនឹងធ្លាក់ចុះមកវិញភ្លាមៗតែម្ដងដែលជាដំណឹងល្អខ្លាំងមែនទែនសម្រាប់តម្លៃសាំងនៅកម្ពុជាយើងផងដែរប៉ុន្តែសម្រាប់ការយកឃើញរបស់ខ្ញុំណាបងប្អូនចាការប្រជុំ OPEC នេះគឺតែងតែមានដំណោះស្រាយវិជ្ជមានភាពច្រើនខ្លាំងមែនទែនដូច្នេះហើយតម្លៃប្រេងសាំងគឺអាចនឹងធ្លាក់ចុះវិញឥឡូវយើងចាំមើលទាំងអស់គ្នាបងប្អូនណាថ្ងៃស្អែកហ្នឹងកិច្ចប្រជុំបន្ទាន់ហ្នឹងគឺវាបែបមិនខ្លាំងចាស់ព្រោះដោយសារថ្ងៃស្អែកនេះគឺក្រុមប្រទេស OPEC Plus ហ្នឹងគឺបើកកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃស្អែកនេះតែម្ដងដើម្បីពិភាក្សាអំពីការបញ្ចេញប្រេងបំរុងបន្ថែមទៀតដើម្បីបង្ក្រាបតម្លៃប្រេងដែលកំពុងតែឡើងថ្លៃចាហើយបើសិនជាថ្ងៃស្អែកនេះពេលដែលកិច្ចប្រជុំហើយមានព័ត៌មានបែបម៉េចមានព័ត៌មានវិជ្ជមានឬមួយក៏អវិជ្ជមានខ្ញុំនឹងអាប់ដេតជូនបងប្អូននៅក្នុងវីដេអូក្រោយអរគុណ